សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតនៅក្នុងវីដេអូមួយនេះដែលខ្ញុំបានឆ្លើយសំណួររបស់អ្នកស្ដាប់បន្តទៀតហើយនៅក្នុង comment មួយនេះគាត់បានសរសេរថាបើសិនជាធ្លាប់ត្រូវបានគេមើលងាយវាបំបាក់ទឹកចិត្តតើគួរទៅសងសឹកគេវិញដែរឬទេរឿងគួរឬក៏មិនគួរនោះវាត្រូវមើលតើវិធីនៃការសងសឹករបស់យើងហ្នឹងគឺយើងសងសឹកដោយវិធីណាបើសិនជាយើងសងសឹកដោយវិធីទៅមើលងាយគេវិញទៅបំបាក់ទឹកចិត្តគេវិញអាហ្នឹងគឺប្រកាសជាមិនគួរហើយព្រោះនៅពេលដែលគេមើលងាយយើងនៅពេលដែលគេបំបាក់ទឹកចិត្តយើងដល់ពេលហ្នឹងយើងខឹងគេទេប្រកាសជាខឹងយើងឈឺចាប់ហើយបើយើង copy អា model ហ្នឹងយើងធ្វើអាទង្វើហ្នឹងដដែលតើយើងនឹងទៅជាមនុស្សបែបណាបើពីមុនយើងគិតថាគេគឺជាមនុស្សមិនល្អជាមនុស្សអសិលធម៌ជាមនុស្សអាក្រក់ដែលអាចមកមើលងាយយើងបានដោយសារតែគេជាមនុស្សអាក្រក់ហើយបើយើង copy ធ្វើដូចគេដែរវាយបកទៅគេវិញអាហ្នឹងយើងគឺជាមនុស្សអាក្រក់បែបហ្នឹងដូចគេដែរហើយដូចគេកាលមុនអញ្ចឹងហើយកាលពីមុនគេអាក្រក់យ៉ាងម៉េចឥឡូវហ្នឹងយើងអាចថានឹងអាក្រក់ដូចគេដែរអញ្ចឹងជៀសវាងកុំធ្វើអាទង្វើបែបហ្នឹងអីយើងដឹងថាវាអត់ល្អយើងដឹងថាវាអសិលធម៌ទៅហើយតែបើសិនណាជាយើងសងសឹកគេវិញតាមរយៈយើងខំប្រឹងបង្កើតសមិទ្ធផលមួយដែលជោគជ័យឲ្យគេមើលវិញអាហ្នឹងយើងគួរណាស់ព្រោះថាយើងអាចបំលែងការជឿចាប់របស់យើងដោយសារតែគេមើលងាយហ្នឹងមកធ្វើជាកម្លាំងចិត្តក្នុងការតស៊ូរបស់យើងឲ្យសម្រេចបាននៅសមិទ្ធផលមួយដ៏ល្អជាងគេល្អលើសអ្នកដែលមើលងាយហ្នឹងយកទៅដាក់នៅមុខគេវិញបើទោះបីជាគេដឹងឬមិនដឹងប៉ុន្តែអាហ្នឹងវាគឺជាជោគជ័យរបស់យើងងើបផុតពីអ្វីដែលគេធ្លាប់មើលងាយពីមុនមកយើងយកការមើលងាយធ្វើជាកម្លាំងចិត្តក្នុងការដើរឆ្ពោះទៅរកគោលដៅរបស់យើងយកការមើលងាយនៃការឈឺចាប់ដែលយើងទទួលបានហ្នឹងឲ្យខំប្រឹងមានមនុស្សជាច្រើនត្រូវបានគេមើលងាយហើយបំលែងអានោះរហូតដល់គាត់មានថ្ងៃមួយដែលល្អហើយគាត់គួរអរគុណអ្នកដែលមើលងាយហ្នឹងតាមពិតអ្នកខ្លះបើសិនជាអត់មានគេមើលងាយទេប្រហែលជាមិនខំឲ្យបានប៉ុណ្ណឹងទេលំលេះហ្នឹងឯងដល់ពេលគេមើលងាយទៅទើបមានការឈឺចាប់ទើបមានការខំប្រឹងហ្នឹងក៏មានដែរប៉ុន្តែនិយាយអញ្ចឹងមិនមែនថាអ្នកដែលមិនត្រូវបានគេមើលងាយទាំងឡាយអត់ខំអត់ទេគឺយើងនៅតែមានការខំអញ្ចឹងឯងខំដើម្បីជៀសវាងកុំឲ្យមានគេមើលងាយកុំឲ្យជួបមនុស្សបែបហ្នឹងគេមើលងាយយើងកើតអញ្ចឹងតើលើយើងខំប្រឹងមិនធ្វើហ្នឹងដើម្បីតម្រូវចិត្តនរណាទេមិនដើម្បីទៅផ្ចាញ់ផ្ចាលនរណានោះទេក៏ប៉ុន្តែអ្វីដែលយើងធ្វើគឺដើម្បីខ្លួនឯងដើម្បីមនុស្សជាទីស្រឡាញ់របស់យើងដើម្បីក្រុមគ្រួសារនិងសង្គមជាតិរបស់យើងពាក្យថាមនុស្សគឺបានន័យថាអ្នកដែលស្គាល់ខុសអ្នកដែលស្គាល់ត្រូវអ្នកដែលស្គាល់អ្វីល្អនិងអ្វីដែលមិនល្អជាតិជាមនុស្សដូចគ្នាតែមនុស្សខ្លះគេហៅថាជាមនុស្សដេរឆានជាមនុស្សនរកជាមនុស្សប្រែតយើងក៏អាចធ្លាប់ប្រើអាទស្សនៈហ្នឹងទៅលើគេដែរនៅពេលដែលយើងឃើញមនុស្សណាគ្មានការគិតជាមនុស្សដែលអាក្រក់ប្រព្រឹត្តអំពើបំផ្លាញសង្គមប្រព្រឹត្តអំពើចោរកម្មប្រព្រឹត្តអំពើអមនុស្សធម៌ពុកទៅរំលោភកូនរំលោភចេះទៅរំលោភចោះយើងអាចហៅគេថាជាមនុស្សបែបដេរឆានយើងហៅគេថាដេរឆានក៏មានដែរអញ្ចឹងជាមនុស្សដូចគ្នាទេយើងហៅគេដេរឆានទៅបានដោយសារតែយើងគិតថាអូគេនឹងគ្មានការគិតរហូតដល់ប្រព្រឹត្តអំពើអាក្រក់ផ្សេងអំពើឆ្កមផ្សេងយើងឌីលគេបែបហ្នឹងទៅដោយសារតែយើងឃើញថាគេនឹងធ្វើអាក្រក់ខ្លាំងមែនតើអញ្ចឹងមនុស្សកាលណាផ្លេចគិតអារឿងល្អរឿងអាក្រក់រឿងខុសរឿងត្រូវនឹងហើយចាប់អារម្មណ៍បាត់បង់សារជាតិជាមនុស្សហើយវាថាមនុស្សគឺស្គាល់អ្វីគួរអ្វីនឹងមិនគួរអញ្ចឹងនៅពេលដែលយើងប្រកាន់ខ្ជាប់នៅគតិបែបហ្នឹងនៅក្នុងខ្លួនរបស់យើងបើទោះបីជាមានគេឌីលយើងក៏ដោយមិនមានគេឌីលយើងក៏ដោយការខិតខំប្រឹងប្រែងរបស់យើងគឺនៅតែមានព្រោះយើងដឹងថាអាហ្នឹងវាជារឿងគួរអាហ្នឹងជារឿងដែលយើងត្រូវធ្វើសម្រាប់ជីវិតរបស់មនុស្សយើងមួយយើងមិនអាចបដោយមិនអាចបដែតហើយមានលេសជាច្រើនយកមកបាំងមុខបាំងអាភាពខ្ជិលបាំងអាភាពក
កំសាbằngភាពមិនហ៊ានទៅមុខរបស់យើងបានទេអញ្ចឹងកន្លែងនេះចង់ផ្ដាំថាអ្នកដែលត្រូវបានគេមើលងាយបើយើងអាចសងសឹកគេគឺសងសឹកតាមវិធីធ្វើវាឲ្យកើតបើគេថាយើងមិនកើតយើងធ្វើវាឲ្យកើតបើគេថាចំណុចមួយហ្នឹងយើងធ្វើអត់បានទេអញ្ចឹងយើងធ្វើវាឲ្យបានទៅដើម្បីចេញទៅជាសមិទ្ធផលកុំឲ្យគេថាហ្នឹងត្រូវកុំឲ្យគេដៀលហ្នឹងត្រូវវិធីនៃការសងសឹកបែបហ្នឹងគឺគួរធ្វើហើយប៉ុន្តែយើងមិនគួរធ្វើគឺមិនគួរទៅដៀលគេវិញទេសងសឹកតាមរយៈការដៀលគេវិញទេតាមរយៈទៅមើងងាយគេវិញទេព្រោះអីអាហ្នឹងគឺជាទង្វើដែលមនុស្សមិនគួរធ្វើទេជាមនុស្សដែលល្អមិនគួរធ្វើជាមនុស្សខ្ពង់ខ្ពស់មិនគួរធ្វើទេព្រោះយើងប្រកាន់នៅសិលធម៌យើងជាមនុស្សដែលចេះគិតជាមនុស្សដែលចេះក្រែងចិត្តគេហើយក៏ចង់បញ្ជាក់ថាបើទោះបីជាមិនមានគេដៀលយើងក៏ដោយក៏យើងមិនអាចអត់ខំបានដែរមិនមែនចាំអង្គុយចាំគេដៀលចាំទៅធ្វើមិនមែនអង្គុយចាំគេដៀលចាំយើងប្រឹងអត់ទេមនុស្សម្នាក់កើតមកគឺត្រូវតែប្រឹងនឹងឯងជីវិតហ្នឹងបើថាមិនប្រឹងទេគឺអត់កើតទេបើថាមិនប្រឹងទេគឺត្រូវធ្លាក់នៅក្រោមគេហើយអ្នកខ្លះធ្លាក់រហូតដល់ទៅគេខ្ជិលមើលគេខ្ជិលដៀលទៀតបងព្រោះអីមើលទៅគឺយ៉ាប់ពេកគេមិនបានមើលយើងផងអញ្ចឹងទោះគេដៀលក៏ដោយទោះគេមើលងាយក៏ដោយក៏ត្រូវតែខំទោះគេមិនមើលងាយក៏ដោយក៏ត្រូវតែខំព្រោះដើម្បីខ្លួនឯងវាមិនមែនធ្វើទៅដើម្បីផ្គប់ចិត្តនរណាមិនមែនដើម្បីតម្រូវចិត្តនរណាមិនមែនទៅបំបាក់នរណានោះទេគឺដើម្បីខ្លួនឯងនិងសង្គមយើងនិងមនុស្សជាទីស្រឡាញ់របស់យើងគឺយើងធ្វើទៅដើម្បីល្អហើយចំពោះចម្លើយដែលបានសួរមកហ្នឹងគឺសូមឆ្លើយថាយើងគួរទៅសងសឹកគេវិញឬក៏មិនគួរនោះវាអាស្រ័យទៅដោយវិធីនៃការសងសឹករបស់យើងហ្នឹងតើយើងសងសឹកតាមវិធីណាបើយើងសងសឹកតាមវិធីទៅមើងងាយគេវិញអានឹងអត់ទេកុំឲ្យធ្លាក់ខ្លួនចូលទៅក្នុងមនុស្សប្រភេទហ្នឹងអីតែបើយើងសងសឹកគេវិញតាមរយៈយើងខំប្រឹងតាមយើងធ្វើវាឲ្យជោគជ័យយើងធ្វើវាឲ្យល្អអានឹងយើងគួរធ្វើព្រោះមនុស្សយើងគឺតលតែមានការខំប្រឹងទើបទទួលបាននៅភាពជោគជ័យសម្រាប់ខ្លួនឯងសម្រាប់ក្រុមគ្រួសារយើងសម្រាប់សង្គមជាតិយើងទាំងមូលខំទាំងអស់គ្នាហើយកុំសូវទៅឈឺឆ្អាលជាមួយនឹងរឿងសងសឹកតាមរយៈការមើងងាយគេតបគ្នាទៅវិញទៅមកហ្នឹងគឺកុំអីអត់ល្អទេអញ្ចឹងប៉ណ្ណឹងមានកំហុសខុសឆ្គងយ៉ាងណាសូមអធិស្ឋានផងសង្ឃឹមថាវីដេអូមួយនេះនឹងក្លាយទៅជាប្រយោជន៍សម្រាប់អ្នកស្ដាប់ទាំងអស់គ្នាមានមតិយោបល់គំនិតអីបន្ថែមពីលើហ្នឹងក៏អាច comment បានហើយមានសំណួរក៏អាច comment ឬក៏បងប្អូនស្ដាប់ដល់ចប់ឬក៏ដល់កន្លែងហ្នឹងគឺជួយ comment ប្រាប់ថាស្ដាប់ដល់ចប់ផងយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណនិងសូមជម្រាបលា